សូមនមស្ការគុណបរតនត្រ័យនមស្ការព្រះថេរានុថេរៈគ្រប់អង្គហើយសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាហើយកុំឲ្យខាត់ពេលវេលាយូរអាត្មាភាពថ្ងៃនេះមានពាក្យមួយចង់លើកមកបញ្យល់ដោយសារឃើញជាទូទៅមានប្រសងខ្លះហើយមានញាតិញោមខ្លះដែលគាត់រៀនខាងនេះខាងនោះហើយអាត្មាមិនដឹងទេណាគាត់លើកពាក្យថាអនុមោទនីធ្លាប់មានប្រសងខ្លះអង្គខ្លះលោកទេសនាថាមិនឲ្យប្រើពាក្យអទេឲ្យប្រើពាក្យថានុមោទនីដោយគាត់ញោមខ្លះគាត់លើកថាអហ្នឹងប្រែថាមិនហើយដល់ពេលប្រសងខ្លះហ្នឹងអហ្នឹងប្រែថាមិនដូចគ្នាដែរតែលោកធ្លាប់ទេសនាទីអីរៀនខាងផ្សេងអត់រៀនភាសាបាលីណាដើម្បីជាការស្រាយចម្ងល់អាភាពដកស្រង់ពាក្យមួយនេះយកមកបញ្យល់ផ្សេងហើយក៏ដូចជាបកស្រាយបន្ថែមទៅលើពាក្យនេះក្រែងលោថ្ងៃក្រោយមានអ្នកខ្លះកាត់លើកមកទៀតអីចឹងទៅវីដេអូនេះនឹងបានជាប្រយោជន៍ផ្សេងដល់ញាតិញោមជាអ្នកស្ដាប់បកណាដែលជាអ្នកស្ដាប់ផ្សេងក្រិនបានជាតល័យកមួយដែរណាពាក្យអនុមោទនីយើងអានណាអនុមោទនីពាក្យនេះជាពាក្យភាសាបាលីញាតិញោមណាអនុមោទនីយើងមកពេលបញ្យល់ណាញាតិញោមពាក្យអនុមោទនីយើងមើលសេចក្តីបញ្យល់អាត្មាដាក់3ចំណុចមកនេះចំណុចទី1ចំណុចទី2និងចំណុចទី3ហើយចុងក្រោយហ្នឹងគឺនិយមន័យរួមណាអញ្ចឹងចំណុចទី1ហ្នឹងគឺអតំណឹងហ្នឹងមិនមែនមកពីអដែលប្រែថាមិនទេណាឃើញអតំណឹងហ្នឹងមិនមែនអដែលប្រែថាមិនទេអញ្ចឹងនេះចំណុចទី1ហើយចំណុចទី2អតំណឹងនេះគឺពាក្យបញ្ញវគ្គអនុណាអនុហ្នឹងប្រែថាម៉េចប្រែថាតាមបន្ទាប់ឬក៏រងឬក៏ក្រោយបណ្ដោយលំដាប់អីចឹងទៅណាញាតិញោមយើងឃើញមានពាក្យច្រើនណាពាក្យអនុណាអនុយើងយកមកប្រើច្រើនខ្មែរយើងយកមកប្រើក្នុងភាសាជាតិរបស់យើងច្រើនណាអនុប្រែថាតាមឬក៏បន្ទាប់រងអីចឹងទៅពាក្យទី3ពាក្យមោទនីហ្នឹងប្រែថាកិរិយារីករាយកិរិយាត្រេកអរអីចឹងទៅហ្នឹងហើយអញ្ចឹងមោទនីប្រែថាម៉េចកិរិយារីករាយឬក៏កិរិយាត្រេកអរការរីករាយការត្រេកអរអានេះយើងមើលនិយមន័យរួមណាញាតិញោមនិយមន័យរួមនៅពេលដែលយើងយកពាក្យអនុហ្នឹងមកផ្សំជាមួយនឹងមោទនីយើងមិនបានថាម៉េចកិរិយារីករាយឬក៏កិរិយាត្រេកអរតាមរីករាយតាមត្រេកអរតាមឬនេះយើងប្រែណាញាតិញោមបន្ទាប់មករីករាយបន្ទាប់ឬក៏ត្រេកអរបន្ទាប់ហ្នឹងហើយអញ្ចឹងពាក្យអនុមោទនីហ្នឹងគឺអញ្ចឹងទេហើយញាតិញោមមើលតាមនិយមន័យហ្នឹងទៅហើយស្រួលយល់ញាតិញោមអនុទៅនេះយើងចាំណាថាមិនមែនមកពីអដែលប្រែថាមិនទេគឺពាក្យរបស់វាមកពីអនុក្នុងភាសាបាលីហ្នឹងអនុហ្នឹងប្រែថាតាមបន្ទាប់រងក្រោយហ្នឹងហើយយើងពាក្យអនុនេះយើងប្រើច្រើនណាស់ញាតិញោមគាត់ថាពាក្យថាអនុវិទ្យាល័យអនុវិទ្យាល័យសំទោសេអនុវិទ្យាល័យយើងណាណែអនុវិទ្យាល័យយើងសួរថាអនុទៅនេះហ្នឹងអឬមិនមែនទេមិនមែនមកពីអទេណាមកពីពាក្យវាអនុហ្នឹងឯងណាអនុវិទ្យាល័យមិនន័យថាវាតូចជាងវិទ្យាល័យវាបន្ទាប់អំពីវិទ្យាល័យវាបន្ទាប់អានេះយើងប្រែតាមន័យសេចក្តីបន្ទាប់អញ្ចឹងទៅពីអនុគណៈអីចឹងទៅឬក៏អនុគុណអីចឹងទៅអនុគុណអីចឹងញាតិញោមសេអត់ស្អាតទេណាស្មាអង្គុយតែសេដោយសារបើឈរបាំងមុខអនុគុណអីចឹងទៅឃើញទេអនុគុណហ្នឹងមិនមែនមកពីអទេណាមកពីពាក្យថាអនុប្រែថាម៉េចបន្ទាប់ឬក៏រងអីចឹងទៅបានន័យថាអ្នកបន្ទាប់ពីមេគុណមកអនុគុណអីចឹងទៅតាមតាប់ណាអនុរដ្ឋមន្ត្រីអនុរដ្ឋលេខាធិការអញ្ចឹងទៅច្រើនណាស់ខ្មែរយើងយកមកប្រើច្រើនអញ្ចឹងពាក្យអនុញាតិញោមយើងមិនចាំបាច់យល់ច្រឡំអីទៀតទេណាពាក្យអនុមោទនីហ្នឹងវីដេអូនេះគឺបញ្យល់ក្បោះក្បាយហើយបកស្រាយអស់ហើយណាញាតិញោមអនុហ្នឹងប្រែថាតាមឬបន្ទាប់អីចឹងទៅមោទនីហ្នឹងប្រែថាកិរិយារីករាយឬក៏ការរីករាយឬកិរិយាត្រេកអរតាមអញ្ចឹងការត្រេកអរអញ្ចឹងទៅដល់ពេលយើងផ្សំរួមគ្នាមក
អនុមោទនាបានន័យថាកិរិយារីករាយតាមឬក៏ត្រេកអរតាមឧទាហរណ៍ថានៅពេលដែលអ្នកណាគេធ្វើបន់មួយទៅស្ដាប់តែគេដាក់ថាអនុមោទនាអញ្ចឹងបានន័យថាគេជូនឲ្យយើងត្រេកអរតាមណាយើងក៏សាធុអីចឹងទៅអ្នកដែលត្រេកអរតាមហ្នឹងគ្រាន់តែថាសាធុប្របីហើយត្រេកអរតាមគេប៉ុណ្ណឹងបន់កុសលក៏បានទៅតាមហ្នឹងអញ្ចឹងពាក្យអនុមោទនាប៉ុណ្ណឹងញាតិញោមសង្ឃឹមថាញាតិញោមយើងបានយល់ហើយឈប់មានការភ័ន្តច្រឡំទៅលើពាក្យមួយនេះទៀតហើយវីដេអូនេះក៏សង្ឃឹមថានឹងបានជាតលហិកសម្រាប់អ្នកសិក្សាទូទៅទាំងអស់គ្នាផងដែរ